ប្រសិនបើយើងក្រឡេកទៅមើលប្រព័ន្ធរ៉ុកែតដែលមាន40កាណុងក្នុងកងកាំភ្លើងធំកម្ពុជាបច្ចុប្បន្នយើងមានតួអង្គសំខាន់ចំនួន3ប្រភេទក្នុងនោះ VM21 Grade ត្រូវបានគេចាត់ទុកថាជាដូនតាឬជាប្រភពដើមនៃប្រព័ន្ធរ៉ុកែតទំនើបដូចជា RM70 និង Type 90B ដែលពួកវាទាំង3ប្រភេទនេះកំពុងតែបំពេញបេសកកម្មការពារជាតិយ៉ាងសកម្មនាពេលបច្ចុប្បន្ននៅក្នុងវីដេអូកន្លងមកយើងបានស្វែងយល់រួចមកហើយអំពីសមត្ថភាពដ៏កាចសាហាវរបស់ RM70 តែសម្រាប់វីដេអូនេះយើងនឹងបង្វែរចំណាប់អារម្មណ៍បងប្អូនទៅស្គាល់អំពី Type 90B វិញម្ដងក្នុងនាមជាអាវុធរួមឈាមជ័រតែមួយតើ Type 90B មានចំណុចពិសេសអ្វីខ្លះដែលធ្វើឲ្យវាលេចធ្លោជាងគេតោះយើងទៅតាមដានទាំងអស់គ្នា Type 90B គឺជាស្នាដៃវិស្វកម្មដ៏ទំនើបដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Norenco របស់សាធារណរដ្ឋប្រជាមានិតចិនប្រព័ន្ធនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកងទ័ពរំដោះប្រជាជនចិនក្នុងអំឡុងទសវត្សរ៍ឆ្នាំ2000ដើម្បីជំនួសឲ្យប្រព័ន្ធរ៉ុកែតស៊េរីចាស់ដោយឡែកសម្រាប់កម្ពុជាវិញប្រព័ន្ធដ៏មានអានុភាពនេះត្រូវបាននាំចូលជាបន្តបន្ទាប់ដោយវាមានវត្តមានជាលើកដំបូងបំផុតនៅកម្ពុជាក្នុងអំឡុងឆ្នាំ2013ការទទួលបាននូវសភាវុធនេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិនក្នុងកិច្ចសហប្រតិបត្តិការយោធានិងការបណ្ដុះបណ្ដាលបច្ចេកទេសទំនើបអ្វីដែលធ្វើឲ្យ Type 90B ក្លាយទៅជាកម្លាំងមិនអាចខ្វះបានក្នុងសមរភូមិគឺស្ថិតនៅលើសមត្ថភាពពិសេសចំនួន4ចំណុចរបស់វាទី1កម្លាំងបាញ់និងអានុភាពគ្រាប់ដ៏ខ្លាំងក្លាវាប្រើប្រាស់គ្រាប់រ៉ុកែតទំហំ122មីលីម៉ែត្រចំនួន40កាណុងវាអាចបាញ់ផ្លោងគ្រាប់រ៉ុកែតទាំង40ទៅលើគោលដៅក្នុងពេលតែមួយដែលធ្វើឲ្យតំបន់នោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រាប់ស្តង់ដាវាក៏មានសមត្ថភាពបាញ់បានចម្ងាយរហូតដល់40គីឡូម៉ែត្រវាអាចប្រើប្រាស់ជាមួយនឹងគ្រាប់រ៉ុកែតចម្រុះប្រភេទគ្នាដែលគ្រាប់ទាំងនោះមានដូចជា HE Frag គ្រាប់ផ្ទុកគ្រាប់បែកចង្កោមគ្រាប់ផ្ទុកមីនគ្រាប់រ៉ុកែតដែលមានសមត្ថភាពបំភ្លឺអាកាសដែលគេនិយមប្រើនៅពេលយប់ងងឹតទី2បច្ចេកវិទ្យាបញ្ចូលគ្រាប់ដោយស្វ័យប្រវត្តិចំណុចដែលអស្ចារ្យគឺប្រព័ន្ធបញ្ចូលគ្រាប់ស្វ័យប្រវត្តិខុសពីដូនតារបស់វា BM21 Grade ដែលធ្វើការបញ្ចូលគ្រាប់ដោយដៃនិងចំណាយពេលវេលាយូរដោយ Type 90B មានប្រព័ន្ធផ្ទុកគ្រាប់បំរុងចំនួន40គ្រាប់បន្ថែមដែលអាចបញ្ចូលគ្រាប់ថ្មីនោះចូលទៅក្នុងបំពង់បាញ់បានយ៉ាងលឿនរហ័សដោយមិនចាំបាច់ឲ្យទាហានចេញមកផ្នែកខាងក្រៅធ្វើការបញ្ចូលគ្រាប់ឡើយដែលវាជួយការពារអាយុជីវិតកងទ័ពបានខ្ពស់ជាងមុនទី3សមត្ថភាពចល័តនិងភាពរហ័សរហួនប្រព័ន្ធនេះត្រូវបានដំឡើងលើរថយន្តយោធាដ៏រឹងមាំប្រភេទ Thiama XC 2200ដែលជារថយន្តមានកង់6មានសមត្ថភាពបើកបរលើគ្រប់ស្ថានភាពផ្លូវតួរថយន្តប្រភេទនេះត្រូវបានរចនាឡើងឲ្យមានភាពរឹងមាំនិងមានកម្លាំងខ្លាំងក្លាដើម្បីធានាថាទោះបីជាផ្ទុកគ្រាប់រ៉ុកែតពេញចំនួន80គ្រាប់ដែលក្នុងនោះមាន40គ្រាប់សម្រាប់បាញ់និង40គ្រាប់ទៀតសម្រាប់បំរុងក៏វានៅតែអាចបើកបរបានយ៉ាងរហ័សធ្វើឲ្យវាមានសមត្ថភាពបាញ់ឲ្យផ្លាស់ទីបានយ៉ាងលឿនដើម្បីគេចពីការកំណត់ទីតាំងនិងបាញ់ត្រឡប់មកវិញពីសត្រូវទី4ប្រព័ន្ធគ្រប់គ្រងការបាញ់វាត្រូវបានបំពាក់ដោយប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងការបាញ់ដ៏ទំនើបដែលអាចគណនាគោលដៅដោយស្វ័យប្រវត្តិដោយផ្អែកលើទិន្នន័យ GPS និងប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រនៅពេលដែលប្រព័ន្ធទទួលបាន coordinate របស់សត្រូវវានឹងកំណត់មុំបាញ់ដោយស្វ័យប្រវត្តិភាពជាក់លាក់នេះមិនត្រឹមតែជួយកាត់បន្ថយការខ្ជះខ្ជាយគ្រាប់ប៉ុណ្ណោះទេប៉ុន្តែវានឹងធានាថាគ្រាប់រ៉ុកែតនឹងហោះទៅដល់គោលដៅដោយភាពសក្រិតខ្ពស់បំផុតដែលជាការគំរាមកំហែងដែលសត្រូវមិនអាចគេចផុតការរៀបរាប់ខាងលើនេះគឺជាសមត្ថភាពរបស់ Type 90B មើលទៅវាដូចគ្នាស្ទើរតែទាំងស្រុងទៅនឹង RM70 ក៏ប៉ុន្តែមានចំណុចមួយដែលធ្វើឲ្យ Type 90B ពិសេសជាងនោះគឺភាពឆ្លាតវៃនិងការគណនាគោលដៅវាយប្រហារដោយ Type 90B ប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រកំណត់ coordinate បានយ៉ាងច្បាស់លាស់យ៉ាងណាមិញសម្រាប់ RM70 កំណែចុងក្រោយក៏អាចធ្វើការអាប់ដេតបំពាក់ប្រព័ន្ធកុំព្យូទ័របានផងដែរប្រសិនបើមានតម្រូវការ Type 90B មួយគ្រឿងមានតម្លៃចន្លោះពី 2.5 ទៅ 3 លានដុល្លារសហរដ្ឋអាមេរិក
អាស្រ័យទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលគេបំពាក់ជាមួយវាគឺជាអាវុធដែលផ្ដោតលើភាពរហ័សភាពជាក់លាក់និងបច្ចេកវិទ្យាទំនើបបច្ចុប្បន្នវាគឺជាផ្នែកមួយនៃប្រព័ន្ធការពិជាតិកម្ពុជាដែលចូលរួមចំណែកយ៉ាងធំធេងក្នុងការធានាបាននូវអធិបតេយ្យភាពតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់ថែប 90B តើនឹងមានប្រព័ន្ធរ៉ុកែត40កាណុងណាខ្លះទៀតដែលខ្លាំងជាងនេះដែរឬទេសូមជួយ comment ប្រាប់និងផ្ដល់មតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះផងកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅពេលបន្ទាប់សូមអរគុណសូមជម្រាបលា